បាទឥឡូវនេះយើងធ្វើការអាប់ដេតជាមួយនឹង ZK-AT 21យើងអាប់ដេតភ្ជាប់បន្ថែមជាមួយនឹង Pre ច្រៀងអញ្ចឹងបងបន្ថែមជាមួយនឹង Pre ច្រៀងអានេះ ZK-AMP យើងបន្ថែមនឹងមកគឺអាចច្រៀងបានដែរបងហើយអានេះយើងស្ទះខាងបងអញ្ចឹងបងយើងត្រូវផ្លាស់ប្ដូរពីស្ទះចាំមកដាក់ស្ទះថ្មីហើយនេះជាសកម្មភាពដោះអញ្ចឹងបងដោះជាមួយនឹងអាចារ្យវាចេញសម្រាប់ការដោះនេះគឺវារៀងយូរដែរដោយសារតែកញ្ចក់កែវអញ្ចឹងរៀងពិបាកដោះដែរអញ្ចឹងបងរៀងពិបាកដោះដែរសម្រាប់អ្នកជួសជុលអញ្ចឹងបងអញ្ចឹងអ្នកជួសជុលរៀងធ្ងន់កតិចហើយសម្រាប់ការដោះហើយឥឡូវនេះយើងធ្វើការដោះជាមួយនឹងខ្សែវាគឺយើងរៀបថ្មីដែរអញ្ចឹងបងវាអត់សូវរញ៉េជាងមុនអញ្ចឹងបងហើយបន្តមកទៀតយើងឆែកចឡើងគឺឃើញវាដាច់ capacitor ទាំងពីរហ្នឹងបងអញ្ចឹងយើងត្រូវផ្លាស់ប្ដូរអញ្ចឹងបងផ្លាស់ប្ដូរយើងយកអាកាំសាច់យកមកដាក់អញ្ចឹងបងដោយសារតែអត់មានថ្មីទេហើយអានេះយើងធ្វើការភ្ជាប់ជាមួយនឹងខ្សែទៅ Pre អញ្ចឹងបងខ្សែទៅ Pre ដើម្បីឲ្យច្រៀងបានអញ្ចឹងបងយើងភ្ជាប់គ្នាមកគឺយើងអាចច្រៀងបានហើយយើងដាក់ capacitor ចាស់ចេញបន្តមកទៀតដាក់ capacitor អាកាប់សាច់នេះអញ្ចឹងបងដាក់អាកាប់សាច់ SIN នេះបង AT3G ដោយសារតែវាខុស Bluetooth អញ្ចឹងវារឿងបាក់ធ្វើអញ្ចឹងត្រូវដោះផ្លាស់ប្ដូរអញ្ចឹងបងហើយបន្ទាប់ពីយើងផ្សារភ្ជាប់ជាមួយនឹងខ្សែ Pre ហើយយើងរឹតខ្ចៅរឹតអីឲ្យត្រឹមត្រូវមកដើម្បីកុំឲ្យវារបូតអញ្ចឹងបងឥឡូវនេះយើងធ្វើការតេស្តជាមួយនឹងតេស្តផ្ទាល់អញ្ចឹងបងខ្លាចវាមានបញ្ហាទៅពេលឲ្យម្ចាស់គេទៅអត់បានតេស្តអញ្ចឹងខ្លាចតែមានបញ្ហាយើងពិបាកយកមកយើងវិញអញ្ចឹងបងខាងទាំងថ្លៃសេវាខាងទាំងអ្នកធ្វើអញ្ចឹងបងហើយអានេះគឺជាសកម្មភាពតេស្តអញ្ចឹងបងហើយសម្រាប់ការតគឺខ្ញុំថតឲ្យមើលជាក់ស្ដែងសិនតិចទៀតខ្ញុំចាក់កៅដើម្បីកុំឲ្យវាដាច់អញ្ចឹងបងចាក់កៅបងមើលចង់តអីគឺតតាមនឹងបានអញ្ចឹងបងហើយវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនបង